បាទសូមជម្រាបសួរបាទពុកម៉ែបងប្អូនជាកសិករដំឡូងមីទាំងអស់គ្នាបាទហើយខ្ញុំចំណាយពុកម៉ែបងប្អូនបាទថ្ងៃនេះថ្ងៃទី24ខែ5បាទខែ5ឆ្នាំ2025ហើយបាទហើយសម្រាប់នៅខាងខ្ញុំបាននេះគឺមិនទាន់រួចរាល់ប្រមូលផលដំឡូងនៅឡើយទេពុកម៉ែបងប្អូនបាទហើយទិដ្ឋភាពនេះគឺកំពុងតែហាលហើយក៏កំពុងតែភ្លៀងដែរពុកម៉ែបងប្អូនបាទយើងធ្វើដំឡូងមីក្រៀមបាទដំឡូងមីស្ងួតនៅខែ5នេះវាចូលលក្ខណៈខែវស្សាហើយបាទដល់អញ្ចឹងការងាររវល់ជាប់រហូតបាទគឺយើងទៅប្រមូលវាគ្រប់ទុកបាទពេលភ្លៀងហើយក៏ហាលវាវិញបាទគ្របហាលហ្នឹងហើយពុកម៉ែបងប្អូនបាទចម្រំតែបានស្ងួតគឺបាទចំណាយពេលមិនក្រោមពី1សប្តាហ៍ទេបាទហើយថ្ងៃនេះមើលតាមមេឃទៅគឺអត់មានថ្ងៃសោះបាទអត់មានថ្ងៃសោះតែម្ដងហើយដលងមីយើងកាលណាយើងហាលបានមួយថ្ងៃឬក៏2ថ្ងៃយើងគ្រប់ទុកចោលទេគឺវាក្តៅកាលណាវាក្តៅវាបែកញើសមកគឺវារលួយបើសិនជា2ថ្ងៃបាទហាល2ថ្ងៃថ្ងៃរះល្អគឺលឿនស្ងួតដាច់ទឹកបន្តិចគឺពេលយើងយកមកគ្របចឹងមិនសូវជាបញ្ហាទេបាទប៉ុន្តែបើសិនជាទឹកហាលបានមួយថ្ងៃឬក៏2ថ្ងៃអត់សូវមានថ្ងៃមិនលឺថ្ងៃគ្រប់គ្រាន់ទេต้องមានសំណើមច្រើនគឺបាទប្រកបណាស់បាទរលួយលឿនណាស់ហើយក៏ធ្វើឲ្យដលងយើងពេលហាលស្ងួតទៅក៏ស្រាលដែរបាទក៏ប៉ុន្តែបែរជាពុកម៉ែបងប្អូនឆ្ងល់ទៅហេតុអីបានជានៅធ្វើដំឡូងក្រៀមនៅខែនេះបាទខែ5បាទគឺដោយសារតែដំឡូងមីស្រស់យើងថោកពេកបាទថោកយកតែមែនតើបាទ1គីឡូ100ខាងខ្ញុំបាទខាងឧត្តមជ័យ1គីឡូ100បើសិនជាយើងយកទៅលក់បាទវាហាក់បីដូចយកទៅលងទៅឲ្យគេតែចឹងមកម៉ែមុនបាទយើងគិតមើលវាដឹកទៅលងស្រស់1តោនបាទគឺបានតែ100000ទេបងប្អូនបើ1គីឡូ100បាទហើយ1តោនខែនេះគឺដឹកយើងចង់ពិបាកដែរបាទដោយសារភ្លៀងច្រើនពេកហើយដីក៏សើមផ្លូវក៏ខូចបាទដូចយកទៅលងទៅចោលបានតែ1តោន100000ហើយបើសិនជាយើងជួលគេដឹកបាទយើងត្រូវចំណាយពេលចំណាយលុយហ្នឹងអស់ថ្លៃដឹកហ្នឹងគឺខាងខ្ញុំឆ្នាំមុនគឺ50000ក្នុង1តោនបាទប៉ុន្តែដល់ឆ្នាំនេះដំឡូងធ្លាក់ថ្លៃពេកគឺ1តោនដឹកពី35000ទៅ40000បាទដល់អញ្ចឹងយើងអស់3-40000ទៀតបងប្អូនសល់តែមួយតោនសល់តែដំឡូងយើងទទួលបានលុយពីដំឡូងតែ7ឬក៏80000 6ឬក៏70000ពុកម៉ែមកនឹងយើងនៅគិតថ្លៃត្រាក់ទ័រដកទៀតបាទអញ្ចឹងវាសឹងអត់រួចខ្លួនហ៎ពុកម៉ែបងបាទអានោះយើងលក់ដំឡូងស្រស់ណាប៉ុន្តែបើសិនជាយើងធ្វើដំឡូងក្រៀមយើងធ្វើខ្លួនឯងខ្លះជួលគេខ្លះអានឹងគ្រាន់តែសល់លុយជាងដំឡូងមីស្រស់បន្តិចប៉ុន្តែគ្រាន់ថាអ្វីដែលយើងខុសពីដំឡូងមីស្រស់ហ្នឹងគឺយើងទៅចំណាយពេលហើយនឹងកម្លាំងចំណាយពេលយូរហាលបាទខែនេះអត់សូវមានថ្ងៃអត់សូវមានពលឺថ្ងៃគឺហាលយូរហើយត្រូវចំណាយកម្លាំងពលកម្មហ្នឹងក៏ខ្លាំងដែរពុកម៉ែបងប្អូនបាទវាអត់មានអីក្រៅពីវែកហាលគ្របទេបាទភ្លៀងប៉ោក៏រត់មកគ្របចឹងទៅបាទថ្ងៃរះថ្ងៃរាំងភ្លៀងរះថ្ងៃវិញក៏យើងហាលវិញចឹងទៅកើបដលងដាក់អង្គយន្តយកទៅលក់ចឹងទៅ
ចឹងត្រូវចំណាយកម្លាំងហើយនឹងរយៈពេលច្រើនបាទប៉ុន្តែយើងអត់មានជំរើសបងប្អូនបាទក្រៅពីធ្វើក្រៀមយើងអត់មានជំរើសបាទដោយសារតែស្រស់ថោកពេកបាទហើយសម្រាប់ពុកម៉ែបងប្អូនវិញបាទប្រមូលផលហើយនៅបាទខាងខ្ញុំនៅទេហើយតាមក៏មិនទាន់បានដាំដែរពុកម៉ែបងប្អូនបាទហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណេះពុកម៉ែបងប្អូនបាទជួបខ្ញុំនៅវីដេអូក្រោយទៀតបាទ